សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកនិយាយគ្នាតាក់ទងជាមួយនឹង loop ដែលមាន3មាន for loop while loop និង do while loop ហើយចំពោះ loop ហ្នឹងអីគេ loop ហ្នឹងគឺសំដៅទៅដល់ការ repeat ទៅលើ block of code ទៅលើ code ដដែលដោយយើងអត់ចាំបាច់ទៅសេវាច្រើនដងទៅសេវាច្រើនដងយ៉ាងម៉េចដូចយើងចង់print ពាក្យ hello យើងមិនសរសេរ cout hello យើងអាចប្រើ /n នេះដើម្បីចុះបន្ទាត់ឬក៏យើងប្រើជាមួយនឹងពាក្យ endl នេះដើម្បីបង្កើតបន្ទាត់ថ្មីវាច្រើនដងបែបនេះអញ្ចឹងមានថាដើម្បីយើងសរសេរ code hello នេះយើងចង់បាន3ដងអញ្ចឹងយើងនឹងចំណាយ3 line of code របស់យើងដើម្បី just to run ណានេះឃើញពាក្យ hello 3ដងហើយ run បែបហ្នឹងយើង instead of that instead of writing like this គឺយើងអាចសរសេរវាដោយប្រើ for loop បានដែល for loop យើងហ្នឹងយើងផ្ដើមចេញពីពាក្យ for ហើយបើកវងកញ្ចក់ហើយ in កន្លែងនេះគឺយើងដើម្បីប្រកាស variable ហើយនឹងដាក់ឈ្មោះមួយប៉ុន្តែជាទូទៅគឺដាក់ i j ឬក៏ k អញ្ចឹងណាអញ្ចឹងកន្លែងមកជួរខាងមុខនេះគឺយើងត្រូវឲ្យតម្លៃវាស្មើនឹងប៉ុន្មានតែដោយសារនៅក្នុងការសរសេរកូដគឺតម្លៃវាចាប់ផ្ដើមពី0ដែល0ហ្នឹងគឺ0ឡើងទៅអញ្ចឹងណាបើយើងលេខធម្មតាគឺយើងហៅវាចាប់ផ្ដើមពី1ប៉ុន្តែនៅក្នុងកូដវារាប់1ហ្នឹងគឺរាប់លេខ0ហើយអានេះជាចំណុចនៃចាប់ផ្ដើមរូបនេះយើងចាប់ផ្ដើមពីអីគេហើយយើងបញ្ជាប់វាយើងបាច់បង្កើត in នឹងម្ដងទៀតទេណាគឺយើងគ្រាន់តែសរសេរ i ហើយយើងបញ្ចប់វាធំមែនឧទាហរណ៍យើងចង់បាន3អញ្ចឹងយើងអាចដាក់តូចជាង3ព្រោះដោយសារតែកលេខ0នេះមានថា1ហើយអញ្ចឹង0 0 1 2អញ្ចឹងកន្លែងនេះវាបាន3តម្លៃបើសិនជាយើងដាក់កន្លែងនេះតូចជាងឬស្មើ3មានថាវាឡើង4ហើយអញ្ចឹងមានថាពាក្យដែលយើងចង់ print នៅក្នុង for loop នេះគឺវានឹង print ចេញ4ឡើង3ទៀតហើយអញ្ចឹងណាអញ្ចឹងកន្លែងនេះគឺយើងលុបសញ្ញាស្មើចេញបន្ទាប់មក structure ចុងក្រោយគឺយើងត្រូវដាក់ i បូកដើម្បីឲ្យវាកើនអញ្ចឹងយើង print ពីអីយើងចង់ print ពី hello យើងដាក់ /n ហ្នឹងមកដើម្បីវាចុះបន្ទាត់តែប៉ុណ្្នឹងទៅគឺ for loop បានឥឡូវខ្ញុំ print ពាក្យថា this is for loop instead ឲ្យជាន់មួយលើហើយយើងអាចចុចពាក្យមិញមកវាមាន control alt n ជា shortcut នេះយើងនឹងឃើញហើយឃើញអានេះយើងទៅសេ print ខាងលើ3បន្ទាត់ទេនិយាយទៅអានេះបើយើងចង់បានអានេះ3បន្ទាត់ឃើញដូចគ្នាណានិយាយទៅអានេះ3បន្ទាត់នេះយើងទៅសេ3បន្ទាត់ចុះបើយើងចង់បាន1000បន្ទាត់យើងដាក់អានេះលេខ999ឬក៏អានេះដាក់ពីលេខ1ហើយអានេះដាក់1000ទៅហើយកន្លែងនេះដាក់សញ្ញាស្មើទៅគឺវានឹងទៅសេតម្លៃយើង print ហ្នឹងវាឡើង1000ជួរវា print តម្លៃចេញមកនេះ1000យកហ្មងអញ្ចឹងណាវាស្រួលអញ្ចឹងសម្រាប់ការសរសេរ loop ម្ដងទៀតloop ហ្នឹងគឺយើងសរសេរយើងត្រូវប្រកាសតម្លៃនៃការចាប់ផ្ដើមហើយជាទូទៅតម្លៃការចាប់ផ្ដើមគឺលេខ0យើងអាចដាក់លេខយើងចង់បានលេខ4ខ្ទង់យើងអាចដាក់តូចជាងឬស្មើ3ទៅអញ្ចឹងថា print កន្លែងហ្នឹងវានឹង print 4ដងព្រោះវាយកចាប់ពី0ឡើងទៅអញ្ចឹងអានេះគឺសម្រាប់ for loop ឥឡូវនេះយើងនឹងចាប់ផ្ដើមតាក់ទងជាមួយនឹង while loop while loop ហ្នឹងគឺវា check condition ទៅមុនមានន័យថាវាពិនិត្យទៅលើលក្ខខណ្ឌមុននឹងវាrun code ហ្នឹងណា
gì luôn tới nó không ca sơ xe code cứ vi rắn vì lỡ cho khổ anh nè sơ xe món anh nặng món này chứ lại và luôn nó cứ vi thật ca chạy lại khen sẵn đồng bay ao vía rắn code cả bà xâm chỉ lại khen nắng bất vi rắn bà ắt bất tích cứ vi rắn code nângឥឡូវដើម្បីទៅសេរ while loop នឹងបានគឺយើងត្រូវប្រកាស variable មុននៅក្នុងនេះគឺយើងទៅសេរពាក្យ for មុនហើយបើយើងចាប់ផ្ដើមប្រកាស variable ដើម្បីឲ្យវា run មួយអញ្ចឹងណាយើងអាច run វាជា i j k ក៏បាននៅក្នុងនេះវាស្តៀងនឹង for loop ដែរសម្រាប់ while loop ដោយយើងត្រូវប្រកាស variable មុនជា i ឧទាហរណ៍ឲ្យវាស្មើ1យើងសរសេរពាក្យ while នេះដែលយើងដាក់ condition ហ្នឹងលក្ខខណ្ឌវាឲ្យ i ព្រោះយើងប្រកាស i យើង check ទៅលើ i នេះអញ្ចឹងលក្ខខណ្ឌយើងចង់ run code ឧទាហរណ៍ខ្ញុំចង់ print code នេះ5ដងដាក់5ដងអញ្ចឹងខ្ញុំត្រូវដាក់តូចជាង6ដោយសារតែវារាប់ចាប់ពី1ទៅហើយយើងបើកគ្នានេះមកឬក៏យើងចង់ដាក់smell 5ក៏បានដែរហើយយើងដាក់ cout ដើម្បី print វាចេញមកhello ហើយកុំភ្លេចសញ្ញា semicolon នេះព្រោះនៅក្នុង C++ គឺចាំបាច់ខ្លាំងមែនតើបន្ទាប់ពីយើងដាក់នេះហើយយើងត្រូវចុងក្រោយមានចុងក្រោយដូចគ្នាគឺតម្លៃកើនដើម្បីវាកើនពី1វា run code ម្ដង1ឬបើថាវាជួប condition នេះ1ហើយវាធ្វើមិនទៀតគឺវាកើនអញ្ចឹងយើងត្រូវដាក់សញ្ញាបូកឡើងនេះអញ្ចឹងន័យថានៅពេលដែលវាឃើញ i ស្មើ1 i ទៅជាង5អានេះយើងប្រើ condition ណាហើយនៅពេលដែលវា print អានេះហើយវាមិនវាកើនអញ្ចឹងបើវាកើនវាត្រូវបូកអញ្ចឹងអានេះ i បូកហ្នឹងមានន័យថា i ស្មើនឹង i បូក1អញ្ចឹងតម្លៃ i ពេលហ្នឹងវាក្នុងតម្លៃទី1ឯងអញ្ចឹងទី1បូក1ទៀតអញ្ចឹងវានឹង print ម្ដងទៀតហើយដល់ពេលទី2បូក1ទៀតវានឹង print ម្ដងទៀតទៅវាកើនម្ដង1រហូត i បូកនេះមានថាវាកើនម្ដង1អញ្ចឹងលក្ខខណ្ឌ while loop យើងអាចចុច control alt n នេះឃើញ5ដងហើយឃើញ hello 5ដងហើយ so yeah ហើយចំពោះ do while loop វិញ do while loop ប៉ុន្តែពីអ្នកនេះវាសរសេរចប់ជាមួយទេ do while loop ហ្នឹងមិន do while loop ហ្នឹងវាខុសពី while loop ថងថាវាមិនគេដល់គឺវា run code ហ្នឹងម្ដងសិនមុននឹងវា check លក្ខខណ្ឌចំពោះ while loop នេះគឺវា check លក្ខខណ្ឌសិនមិនវា run ចាំមើលខុសគ្នាសូម្បីតែការសរសេរក៏ខុសគ្នាដែរប៉ុន្តែ start ទៅវគេគឺចាប់ផ្ដើមពីការប្រកាស variable យើងអាចដាក់ដូច1បន្ទាប់មកយើងនឹងសរសេរពាក្យ do ព្រោះយើងប្រើ do while loop យើងត្រូវមានពាក្យ do ហើយនិងពាក្យ while ដែល do នេះគឺយើងនឹងសរសេរលក្ខខណ្ឌដែលយើងចង់បានឧទាហរណ៍ខ្ញុំសរសេរពាក្យ number នេះចោលទៅហើយខ្ញុំចង់ឲ្យវាដាក់ i កន្លែងនេះហើយបន្ទាប់មកយើងនឹងដាក់តម្លៃកើនដែរយើងចង់បានឲ្យវាកើនម្ដង1 so កន្លែង do នេះហើយជំរឿ while យើងសរសេរពាក្យ while ដោយ while កន្លែងនេះគឺយើងនឹងដាក់ condition ឲ្យវាដាក់លក្ខខណ្ឌឲ្យវាថាឲ្យវាជាប់ត្រឹមណាអញ្ចឹងខ្ញុំដាក់ i តូចជាងឬស្មើ5អញ្ចឹងមិនបានវាខុសពី while សូម្បីតែរបៀបសរសេរក៏ខុសគ្នាដែរអាហ្នឹងទី1ទី2គឺវា run មុនឃើញកូដកន្លែងនេះមានន័យថាវា run សិនវា run លើកូដនេះសិនតបមកបានវាទៅមើលលក្ខខណ្ឌកន្លែងនេះឃើញលក្ខខណ្ឌខាងក្រោមអត់អញ្ចឹងបានហេតុអីបានគេថា do while loop ហ្នឹងគាត់ run at least ម្ដងសិនមុននឹង check លក្ខខណ្ឌដោយសារតែយើងសរសេរកូដគឺពីលើចុះក្រោមម្ដងទៀតគឺវា
មើលពីលើចុះក្រោមអញ្ចឹងវានឹង execute run code ឥឡូវនេះសិនឃើញ run code ឡើងនេះហើយបើសិនជា run ហើយវាមើលលក្ខខណ្ឌនេះថាបើសិនជាលក្ខខណ្ឌហ្នឹងពិតវានឹងចាប់ផ្ដើម run ទៀត run រហូតដល់វាឡើងពិតបានវាឈប់ Control LN ឃើញវាកើនលេខម្ដងមួយដោយសារតែយើងប្រើ i បូកឧទាហរណ៍ថាកន្លែងនេះខ្ញុំដាក់លេខ in i នេះស្មើនឹងនិយាយគេ6ហើយអានេះខ្ញុំដាក់តូចជាងទៅហើយដាក់លេខ1កន្លែងនេះខ្ញុំដាក់ i ដកអាហ្នឹងស្មើនឹងដកម្ដងមួយដែរឃើញ6 5 4 3 2 1វាបញ្ជាក់ពីអានេះមិនយើងប្រើ i បូកអានេះយើងប្រើ i ដកវាម្ដងកើនម្ដងចុះគឺយើងអាចសេរីនៅកន្លែងនេះនឹងឯងហើយយើងអាចកំណត់ចំនួនតម្លៃដែលយើងចង់បានប៉ុណ្ណឹងអញ្ចឹងខ្ញុំសង្ឃឹមថា for loop while loop ហើយនិង do while loop នឹងងាយស្រួលសម្រាប់អ្នកទាំងអស់គ្នា so ទាំងអស់នេះចំពោះអ្នកទាំងអស់គ្នាយល់ហើយនឹងអាចប្រើប្រាស់វាបានអរគុណចំពោះ website ដែលអ្នកទាំងអស់គ្នាអាចទៅមើលមេរៀន loop នឹងបាននៅក្នុង C++ អាចមានជម្រើស3 website ទីមួយគឺ W3 School ដែលអ្នកទាំងអស់គ្នាអាចនឹងឃើញមេរៀនច្រើននៅក្នុងនេះហើយយើងអាច check មើល loop ទៅវានឹងបង្ហាញ main loop យ៉ាងច្រើនសម្រាប់យើងអញ្ចឹងណាឬក៏យើងអាចចូលនៅក្នុង website Geeks4Geek នេះដើម្បីស្វែងយល់បន្ថែមឬក៏ក្នុង website នេះក៏បានដើម្បីយើងអានហើយសម្រាប់ link ទៅកាន់ website នេះខ្ញុំនឹងដាក់វាចូលទៅក្នុង description អញ្ចឹងសូមសង្ឃឹមថាអ្នកនរគ្នាអាចនឹងយល់ហើយសង្ឃឹមថាវីដេអូនេះអាចជួយអ្នកនរគ្នាឲ្យរៀនយល់ជាងមុនឬក៏ at least តិចតួចទៅលើ loop ហ្នឹងក៏បានដែរសូមអរគុណសម្រាប់ការទស្សនា